ជំរាបសួរបងប្អូនជាកសិករដែលជួលចិត្តធ្វើកសិកម្មហើយវីដេអូនេះដែរខ្ញុំបាទស៊ីណាតចង់ចែករំលែកការញែកដូងបាទយើងជ្រីកដូងដើម្បីឲ្យវាឆាប់ចេញត្រួយថ្មីបងប្អូនដោយសារតែដូងនៅតូចអញ្ចឹងវាអត់សូវមានកម្លាំងទេក្នុងការហែកអាស្បៃវាហ្នឹងបងប្អូនអញ្ចឹងបងប្អូនមានតែច្រើនទេមានតែកម្មិតតូចមួយមកបងប្អូនធ្វើការជ្រីកបងប្អូនជ្រីកអាស្បៃខាងវានៅចេញមកដើម្បីឲ្យត្រួយថ្មីវាមានកម្លាំងដើម្បីលូតលាស់បងប្អូនហើយវីដេអូយើងមានតែច្រើនទេបងប្អូនមើលមួយវីដេអូនេះខ្ញុំធ្វើយឺតហើយបងប្អូនអាចយកទៅអនុវត្តបានសម្រាប់តែបងប្អូនដាំដូងហ្នឹងបងប្អូនបងប្អូនជ្រីកឲ្យប្រយ័ត្នដែរប្រយ័ត្នជ្រីកដាច់អាប់ណូលវាហ្នឹងបងប្អូនយើងកាត់យកស្បៃវាបានហើយដើម្បីឲ្យមេឃធាងវាញែកទៅខាងដូងកាលណាតែធាងវាមេឃទៅញែកទៅខាងគឺត្រួយថ្មីវាមានកម្លាំងចេញមកអញ្ចឹងវាលឿនផលិតត្រួយបានបងប្អូនហើយវីដេអូយើងអត់មានអីច្រើនទេមានតែប៉ុណ្ណេះទេបងប្អូនគិតថាល្អបាទចុច share នឹងឲ្យវីដេអូនឹង comment អ្នកមួយផងដើម្បីឲ្យបងប្អូនដែលគាត់អត់បានឃើញទាំងអស់គ្នាបាទអរគុណបាយបាយសម្រាប់ការចុច share របស់បងប្អូនបាទ